រដ្ឋបាលខេត្តកណ្ដាលបានរៀបចំកិច្ចប្រជុំសពសាយស្ដីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទដល់អាជ្ញាធរក្រុងស្រុកម្ចាស់អាជីវកម្មអ្នកសារព័ត៌មាននិងអ្នកពាក់ព័ន្ធប្រមាណ60នាក់នៅសាលាខេត្តបណ្ដោះអាសន្ននាថ្ងៃទី7ខែមេសាឆ្នាំ2025ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តមហសុខមករាមានប្រសាសន៍ថារាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលគ្រប់គ្រងដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាហៅកាត់ថាកលកទន្ទឹមនឹងនេះឯកឧត្តមអភិបាលរងខេត្តបានណែនាំដល់អង្គប្រជុំទាំងមូលត្រូវចូលរួមពិភាក្សានៅបទបង្ហាញដើម្បីផ្ដល់ជាធាតុចូលបន្ថែមសម្រាប់យកទៅអនុវត្តការងារគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទឲ្យទទួលបានប្រសិទ្ធភាពបន្ថែមទៀតជាមួយគ្នានេះអភិបាលរងខេត្តបានបញ្ជាក់ថាបទបង្ហាញដែលលើកយកមកផ្សព្វផ្សាយនៅថ្ងៃនេះនឹងសង្កត់ធ្ងន់ទៅលើ7ចំណុចដូចជា1មូលដ្ឋានគតិយុត្ត2ល្បែងស៊ីសងនិងល្បែងពាណិជ្ជកម្ម3លក្ខខណ្ឌនៃការធ្វើអាជីវកម្មកាស៊ីណូ4ការគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់5ការគ្រប់គ្រងផលប៉ះពាល់ពីល្បែង6ទោសទណ្ឌ7បច្ចុប្បន្នភាពល្បែងផ្សងសំណាងថ្លែងក្នុងឱកាសនោះដែរលោកមីច័ន្ទវាសនាប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាប័ណ្ណនៃក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថាក្នុងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនិងស្នើឡើងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនិងត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើកាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2020លោកបានបន្តថាច្បាប់នេះមានគោលបំណងធានាការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ៍និងល្បែងពាណិជ្ជកម្មដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់វិស័យទេសចរណ៍បង្កើតការងារធ្វើការប្រមូលចំណូលរក្សាសុវត្ថិភាពនិងសន្តិសុខសង្គមជាដើមលោកមីច័ន្ទវាសនាបានបន្ថែមថាតាមរយៈច្បាប់នេះគណៈកម្មការគ្រប់គ្រងពាណិជ្ជកម្មកម្ពុជាហៅកាត់ថាកលកត្រូវបានបង្កើតឡើងនិងមានសមាជិកចំនួន11រូបមកពីក្រសួងស្ថាប័នចំនួន7ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្មដោយផ្ទាល់រួមមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្រសួងប្រៃសណីនិងទូរគមនាគមន៍ក្រសួងយុតិធធម៌និងក្រមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា